วิธีឆាការស្ពៃឲ្យពណ៌នៅស្អាតល្អបងប្អូននាងខ្ញុំរោយប្រេងល្ងពីលើបន្តិចមកដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ហើយនាងខ្ញុំដាក់ល្ងពីលើមកល្ងលីងចាវិធីឆាងាយបងប្អូនហើយនៅខៀវល្អស្អាតបងប្អូនឃើញទេចាបងប្អូនចាប់អារម្មណ៍សូមអញ្ជើញតាមដានវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាជំរាបសួរបងប្អូនខ្ញុំឆាផ្កាស្ពៃមុននឹងឆាខ្ញុំសុះវាសិនហើយខ្ញុំដាក់អំបិលចូលហើយការស្ពៃនេះនាងខ្ញុំលាងហើយត្រាំទឹកអំបិលអញ្ចឹងលាងឲ្យស្រស់នេះនាងខ្ញុំមាន oyster sauce ប្រហែលជាឆាដាក់ oyster ទេបងប្អូនយើងសុះវាយើងសុះវាឲ្យឆ្អិនតិចទៅបងប្អូនបើបងប្អូនមាន baking soda ដាក់ baking soda បន្តិចទៅដើម្បីឲ្យវាឆាប់ផុយហើយពណ៌នៅស្អាតតែនេះខ្ញុំអត់មានអត់ដាក់ក៏បានដែរចាឥឡូវនេះការស្ពៃយើងផុយបងប្អូនអញ្ចឹងខ្ញុំដាក់ត្រាំទឹកត្រជាក់ចានេះក៏ទៀតទឹកត្រជាក់បងប្អូននៅខាងខ្ញុំទឹកត្រជាក់ស្រាប់ហើយអញ្ចឹងខ្ញុំអត់មានដាក់ទឹកកកអីទេបើខាងស្រុកយើងត្រូវដាក់ទឹកកកទៅបងប្អូនដើម្បីឲ្យវានៅពណ៌ស្អាតការស្ពៃយើងលាងទឹកត្រជាក់ហើយបងប្អូនឥឡូវហ្នឹងយើងយកមកឆាដាក់វាស្រស់ទឹកហើយយើងយកវាមកឆាដាក់ខ្លាញ់ចូលបងប្អូនហើយដាក់ខ្ទឹមសស្អាតបងប្អូនឃើញទេចាបងប្អូនចាប់អារម្មណ៍បងប្អូនឆាជាមួយ oyster ទេបងប្អូនខ្ញុំដាក់ម្រេចចូលចាដាក់ម្រេចចូលដាក់ផ្កាស្ករទេបងប្អូនបន្ទាប់មកនាងខ្ញុំចាក់ផ្កាស្ពៃចូលហើយយើងចាំនេះបងប្អូនចាំមកប៉ុណ្ណឹងបានណាបងប្អូនយើងខ្ញុំបិទភ្លើងហើយចាបិទភ្លើងហើយចាយើងដួសដាក់ចាននេះបងប្អូនយើងដួសដាក់ចានមកចាបានមើលឃើញនៅខៀវល្អចាឆ្អិនណាស់បងប្អូន
នេះខ្ញុំដាក់ល្ងពីលើល្ងលីងបងប្អូនឆាបការស្ពៃរបស់នាងខ្ញុំដល់ទីបញ្ចប់ហើយបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចា៎